ហេតុអ្វីបានជាអត្តពលិកមួយចំនួនដាក់ទឹកចូលទៅក្នុងបាល់ជាការពិតណាស់ពួកគេមិនប្រើបាល់ទាំងនោះសម្រាប់ការប្រកួតពិតប្រាកដនោះទេប៉ុន្តែពួកគេប្រើវាសម្រាប់ការវឹកហាត់បោះបាល់ឲ្យបានឆ្ងាយមូលហេតុគឺថាបាល់ទាំងអស់នោះត្រូវបានបំពេញដោយទឹកនិងលាយជាមួយនឹងសាប៊ូលាងចានបន្តិចបន្តួចនិងមានទម្ងន់ធ្ងន់ជាងមុនខ្លាំងប៉ុន្តែនៅពេលដែលដាក់ទឹកទាំងអស់នោះគឺវាលោតបានដដែលទម្ងន់បន្ថែមនេះជួយបង្កើនកម្លាំងដៃសម្រាប់កីឡាករក្នុងការបោះបាល់ដូច្នេះនៅពេលដែលកីឡាករបដូរមកប្រើប្រាស់បាល់ធម្មតាវិញពួកគេនឹងមានអារម្មណ៍ថាបាល់ទាំងនោះស្រាលជាងមុនខ្លាំងប៉ុន្តែនេះគឺជាការវឹកហាត់ដៃរបស់ពួកគេនៅក្នុងការបោះបាល់ហេតុអ្វីបានជាអត្តពលិកមួយចំនួនដាក់ទឹកចូលទៅក្នុងបាល់ជាការពិតណាស់ពួកគេមិនប្រើបាល់ទាំងនោះសម្រាប់ការប្រកួតពិតប្រាកដនោះទេប៉ុន្តែពួកគេប្រើវាសម្រាប់ការវឹកហាត់បោះបាល់ឲ្យបានឆ្ងាយមូលហេតុគឺថាបាល់ទាំងអស់នោះត្រូវបានបំពេញដោយទឹកនិងលាយជាមួយនឹងសាប៊ូលាងចានបន្តិចបន្តួចនិងមានទម្ងន់ធ្ងន់ជាងមុនខ្លាំងប៉ុន្តែនៅពេលដែលដាក់ទឹកទាំងអស់នោះគឺវាលោតបានដដែលទម្ងន់បន្ថែមនេះជួយបង្កើនកម្លាំងដៃសម្រាប់កីឡាករក្នុងការបោះបាល់ដូច្នេះនៅពេលដែលកីឡាករបដូរមកប្រើប្រាស់បាល់ធម្មតាវិញពួកគេនឹងមានអារម្មណ៍ថាបាល់ទាំងនោះស្រាលជាងមុនខ្លាំងប៉ុន្តែនេះគឺជាការវឹកហាត់ដៃរបស់ពួកគេនៅក្នុងការបោះបាល់ហេតុអ្វីបានជាអត្តពលិកមួយចំនួនដាក់ទឹកចូលទៅក្នុងបាល់ជាការពិតណាស់ពួកគេមិនប្រើបាល់ទាំងនោះសម្រាប់ការប្រកួតពិតប្រាកដនោះទេប៉ុន្តែពួកគេប្រើវាសម្រាប់ការវឹកហាត់បោះបាល់ឲ្យបានឆ្ងាយមូលហេតុគឺថាបាល់ទាំងអស់នោះត្រូវបានបំពេញដោយទឹកនិងលាយជាមួយនឹងសាប៊ូលាងចានបន្តិចបន្តួចនិងមានទម្ងន់ធ្ងន់ជាងមុនខ្លាំងប៉ុន្តែនៅពេលដែលដាក់ទឹកទាំងអស់នោះគឺវាលោតបានដដែលទម្ងន់បន្ថែមនេះជួយបង្កើនកម្លាំងដៃសម្រាប់កីឡាករក្នុងការបោះបាល់ដូច្នេះនៅពេលដែលកីឡាករបដូរមកប្រើប្រាស់បាល់ធម្មតាវិញពួកគេនឹងមានអារម្មណ៍ថាបាល់ទាំងនោះស្រាលជាងមុនខ្លាំងប៉ុន្តែនេះគឺជាការវឹកហាត់ដៃរបស់ពួកគេនៅក្នុងការបោះបាល់ហេតុអ្វីបានជាអត្តពលិកមួយចំនួនដាក់ទឹកចូលទៅក្នុងបាល់ជាការពិតណាស់ពួកគេមិនប្រើបាល់ទាំងនោះសម្រាប់ការប្រកួតពិតប្រាកដនោះទេប៉ុន្តែពួកគេប្រើវាសម្រាប់ការវឹកហាត់បោះបាល់ឲ្យបានឆ្ងាយមូលហេតុគឺថាបាល់ទាំងអស់នោះត្រូវបានបំពេញដោយទឹកនិងលាយជាមួយនឹងសាប៊ូលាងចានបន្តិចបន្តួចនិងមានទម្ងន់ធ្ងន់ជាងមុនខ្លាំងប៉ុន្តែនៅពេលដែលដាក់ទឹកទាំងអស់នោះគឺវាលោតបានដដែលទម្ងន់បន្ថែមនេះជួយបង្កើនកម្លាំងដៃសម្រាប់កីឡាករក្នុងការបោះបាល់ដូច្នេះនៅពេលដែលកីឡាករបដូរមកប្រើប្រាស់បាល់ធម្មតាវិញពួកគេនឹងមានអារម្មណ៍ថាបាល់ទាំងនោះស្រាលជាងមុនខ្លាំងប៉ុន្តែនេះគឺជាការវឹកហាត់ដៃរបស់ពួកគេនៅក្នុងការបោះបាល់